Adam Sorotana នៅវេលាព្រឹកថ្ងៃច័ន្ទទី15ខែមិថុនាឆ្នាំ2026នេះ Adam Sorotana ប្រធានសមាគមយុវជនការពារសន្តិភាពព្រមទាំងថ្នាក់កណ្ដាលនិងមានការចូលរួមពីក្រុមយុវជនការពារសន្តិភាពសាខាខេត្តកណ្ដាលបានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានដើម្បីនាំយកអំណោយជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន4គ្រួសារដែលស្ថិតនៅឃុំឫស្សីជ្រួយស្រុកមុខកំពូលខេត្តកណ្ដាលឆ្លៀតក្នុងឱកាសនោះ Adam Sorotana បានបង្ហាញនៅសេចក្តីរំភើបរីករាយដែលបានវិលត្រឡប់មកជួបជាមួយនឹងបងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានទាំងអស់គ្នាសាជាថ្មីម្ដងទៀតនាពេលនោះដែរប្រជាពលរដ្ឋបានថ្លែងនៅសេចក្តីរំភើបរីករាយនិងបានថ្លែងអំណរគុណដល់ Adam Sorotana និងក្រុមការងារយុវជនការពារសន្តិភាពដែលបាននាំយកអំណោយមកចែកជូនដល់ពួកគាត់ផ្ទាល់ហើយប្រជាពលរដ្ឋបានបន្តទៀតថាពួកគាត់ពិតជាសប្បាយចិត្តណាស់ហើយចង់ឲ្យ Adam និងក្រុមការងារបន្តនាំយកអំណោយជួយដល់អ្នកដែលមានជីវភាពខ្វះខាតបន្តទៀតជាមួយគ្នានេះដែរអាជ្ញាធរមូលដ្ឋានក៏បានថ្លែងនៅអំណរគុណដល់ Adam Sorotana និងក្រុមការងារយុវជនការពារសន្តិភាពដែលតែងតែគិតគូរយកចិត្តទុកដាក់នាំយកអំណោយចុះជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងពិការភាពនៅតាមមូលដ្ឋានមិនថានៅខេត្តកណ្ដាលឬនៅតាមបណ្ដាខេត្តនានានោះទេជាចុងក្រោយ Adam Sorotana បានជូនពរដល់បងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានព្រមទាំងក្រុមការងារទាំងអស់ឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើននិងទទួលបានជោគជ័យគ្រប់ភារកិច្ចពីខ្ញុំបាទសេងខ្មែរ